Fight for the Throne បកទៅជាចំណងជើងភាសាខ្មែរប្រយុទ្ធដើម្បីបល្ល័ង្កចាប់ផ្ដើមនៅសាច់រឿងក្នុងក្រុងមួយកន្លែងពេលនោះដូចជាមានប្រពៃពិធីអ្វីមួយយ៉ាងមានបង្ហោះគោមនឹងលេងប៉ាហ៊ីបរិសម្នាក់ដែលពាក់របាំងមុខបញ្ចេញនៅក្បាច់ដំបងរបស់គាត់វាយចុះឡើងចេញជាចំហាយធម្មពលសត្វស្លាប់ហោះប្រតិសិនពេញនឹងធ្វើឲ្យអ្នករាល់គ្នាមានសម្លេងហូរកញ្ជ្រៀងយ៉ាងខ្លាំងពិតជាអស្ចារ្យមែនគ្រាន់តែក្បាច់គុណដំបងអាចបញ្ចេញនៅចំហាយធម្មពលសត្វស្លាប់បានទៀតផងចំហាយនៃធម្មពលសត្វស្លាប់នឹងបន្តហោះពេញទៅនឹងត្រប់ពេលនោះក៏មាននារីម្នាក់ដែលមានឈ្មោះថាយីឌីក៏បានចេញពីរទេះសេះមកទឹកមុខពោពេញទៅដោយស្នាមញញឹមពេលដែលបានឃើញមនុស្សម្នាជាច្រើនរៀបចំកងភ្លើងនឹងមានលក់អីវ៉ាន់ពេញតែផ្លូវក្រុងមួយនេះពិតជាមានការរៀបចំអស្ចារ្យមែនបុរសដែលអមដំណើរជាមួយនឹងរទេះសេះគាត់ក៏បាននិយាយមានប្រាសាទមួយនៅលើភ្នំក្រៅក្រុងអ្នកនាងនៅថ្ងៃនេះពួកយើងអាចសម្រាកនៅទីនោះបានពិតជាល្អណាស់កាត់មកប្រាសាទបាក់បែកនៅលើភ្នំដែលតាចាស់ម្នាក់កំពុងតែកាន់នៅថោជើងធុកដើរចូលមកដល់ខណៈពេលដែលទូប្រុសរបស់យើងដាហ្វឹងគាត់ក៏បានដើរចូលមកដល់ប្រាសាទដែលមនុស្សម្នាជាច្រើនគោរពកោតខ្លាចហើយអ្វីបានជាមានសភាពទ្រុឌទ្រោមយ៉ាងនេះតាចាស់គាត់ក៏បាននិយាយពីមុនគ្រួសាររបស់ខ្ញុំធ្លាប់មានជីវភាពធូរធារខ្លាំងណាស់ដោយសារការសំពោជ័យពីកន្លែងនេះឥឡូវនេះខ្ញុំនៅតែម្នាក់ឯងក៏សុខចិត្តឡើងមកដែរដាហ្វឹងក៏បានសម្លឹងទៅរូបចម្លាក់នៅខាងមុខដែលរុំពួតទៅដោយពីងពីងញញឹមបន្តិចត្រឡប់មកខាងក្រោយសំពះលូនជង្គង់ចុះទាំងពីរនាក់អោនក្បាលទៅដល់ដីស្រាប់តែលេចឡើងនៅកងស្វាអ៊ូខុងពាក់នៅលើក្បាលខ្សែភេទនៃចំហាយនៃធម្មពលចេញមកលេចឡើងនៅព្រលឹងវិញ្ញាណស្ដេចស្វាដ៏ធំចំហាយនៃធម្មពលពូមាសក៏បានខ្សែភេទទៅរុំពួតរូបសំណាកនៅខាងមុខបាញ់ទៅខាងលើលំហផ្ទុះឡើងបឹងខ្សែភេទចំហាយនៃធម្មពលដ៏ខ្លាំងក្លាបង្កធ្វើឲ្យមេឃងងឹតពពកខ្មុះខ្មាញ់ដានហ្វឹងជាមួយនឹងព្រលឹងវិញ្ញាណស្ដេចស្វាបន្តគោរពជាលើកទី2ធ្វើឲ្យប្រាសាទដ៏កញ្ចាស់មួយនោះក៏បានរំជួយយ៉ាងខ្លាំងរូបសំណាកក៏បានប្រេះឡើងដាច់ដៃដាច់ខ្លួនធ្លាក់ក្បាលចុះមកខាងក្រោមពីនឹងត្រូវអ្នកទាំងពីរទៅហើយតាចាស់ម្នាក់នោះក៏បានភ័យខ្លាចយ៉ាងខ្លាំងខ្ញុំមិននៅទីនោះទេព្រះជាម្ចាស់កំពុងតែខឹងសម្បាគ្រោះមហន្តរាយកំពុងតែចូលមកវាយលុកទីក្រុងស៊ីងរបស់ពួកយើងហើយឆាប់ឡើងប្រញាប់ចាក់ចេញភ្លាមទៅណាហ្វឹងក៏បានរអ៊ូពិតជាចម្លែកមែនខ្ញុំមិនបានធ្វើអ្វីនោះទេគ្រាន់តែនិយាយតែប៉ុណ្ណោះស្របពេលនោះលីហ្វាងហួរគាត់ក៏បានចូលមកដល់អ្នកកំឡោះតើខ្ញុំអាចស្នាក់នៅទីនេះមួយយប់បានដែរទេណាហ្វឹងក៏បានតបខ្ញុំគ្មានសិទ្ធិអំណាចអីនោះឡើយគ្រាន់តែមានភារកិច្ចក៏បានចូលមកដូច្នេះរឿងកេងលោកចាត់ការដោយខ្លួនឯងទៅហ្វាងហួរគាត់ក៏បានសើចបន្តិចហាការជួបគ្នាគឺជាជោគវាសនាខ្ញុំឈ្មោះលីហ្វាងហួរចំណែកអ្នកកំឡោះវិញតើមានឈ្មោះអ្វីទៅទូប្រុសរបស់យើងក៏បានតបខ្ញុំឈ្មោះដាហ្វឹងពេលយប់ក៏បានមកដល់អ្នករកគ្នាកំពុងតែអង្គុយអាំងភ្លើងហ្វាងហួរកំពុងតែកម្ដៅនំប៉ាវងាកទៅក៏ឃើញដាហ្វឹងកំពុងតែសម្លឹងមកមួយនេះខ្ញុំឲ្យមើលទៅដូចជាឃ្លៀងខ្លាំងណាស់បន្ទាប់ពីទទួលយកដោយសារតែក្ដៅពេករលាកដៃផងអីផងដាក់មួយម៉ាត់ទៅពិតជាឆ្ងាញ់ខ្លាំងណាស់និយាយអញ្ចឹងដាហ្វឹងហេតុអ្វីបានជាអ្នកមកទីកន្លែងនេះតែម្នាក់ឯងមកនៅទីនេះមែនទេដោយសារតែខ្ញុំទទួលបញ្ជាពីលោកគ្រូបើដូច្នោះធ្លាប់ឮឈ្មោះលោកគ្រូពេកម្នាក់នៅលើភ្នំនេះដែរទេដាហ្វឹងក៏បានតបលោកមានន័យទៅលើស្ដេចអូស្តតតើមែនអត់មែនហើយគាត់បានចូលនិវត្តន៍នៅភ្នំយុនវូបន្ទាប់ពីស្ដាប់ឮបែបនោះហ្វាងហួរគាត់ក៏បានងើបឡើងធ្វើការគោរពទៅមនុស្សដែលនៅក្នុងរទេះសេះអ្នកនាងមនុស្សម្នាក់នោះបានទៅមុនយើងហើយបន្ទាប់ពីយប់កាន់តែជ្រៅទីហ៊ានរបស់ពួកគេក៏បានដូរគ្នាយាមស្របពេលនោះហ្វាងហួរក៏បានដឹងថាមានអ្វីមួយកំពុងតែចូលមកងើបឡើងបញ្ចេញនៅដំបងរបស់គាត់សម្លឹងមើលមជ្ឈដ្ឋានជុំវិញទីនោះភ្លាមមានបរិសម្នាក់បង្ហាញខ្លួនជាមួយនឹងចំហាយធម្មពលដ៏ខ្លាំងក្លាចុះទៅលើរទេះសេះជាមួយនឹងកំបិតដ៏ធំនៅក្នុងដៃនឹងហើយឈ្មោះរបស់គាត់គឺជាចៅឈៀវធ្វើឲ្យអ្នករកគ្នាក៏បានភ្ញាក់ផ្អើលដល់ដៅរបស់ពួកគេឡើងមកហ្វាងហួរក៏បានស្រែកសួរចៅឈៀវហើយអ្វីបានជាឯងមកទីនេះគេក៏បានសួរមនុស្សដែលនៅក្នុងរទេះសេះអ្នកនាងមើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់បានជាធ្វើដំណើរមកកំសាន្តនៅលើភ្នំនេះបន្ទាប់ពីដឹងដំណឹងខ្ញុំក៏ប្រញាប់ប្រញាល់មកទីនេះតែម្ដងចៅឈៀវតែឯងចង់បានអ្វីគឺអ្នកនាងរបស់ឯងនឹងហើយកុំគិតថាគ្នាឯងប៉ុន្មាននេះអាចរៀបរៀងយើងបានឲ្យសោះហក់ចូលទៅកាប់ពេញមួយទំហឹងចំហាយនៃធម្មពលពីរចូលមកវាប្រហារធ្វើឲ្យហ្វាងហួរនិងកូនចៅខ្ទាតបើមកខាងក្រោយបន្តស៊ូទៅអ្នកនាងដែលនៅក្នុងរទេះសេះឆាប់ចេញមកបញ្យល់ប្រាប់ខ្ញុំភ្លាមហើយអ្វីបានជាមិនដេញខ្ញុំចុះពីភ្នំហើមីលោកម្ចាស់គាត់មិនអាចសម្រេចចិត្តតែម្នាក់ឯងបាននោះទេហ្វាងហួរក៏បានតបមកពីឯងតែងតែផឹកស្រានិងធ្វើខុសច្បាប់ជាច្រើនដងអ្វីទាំងអស់គឺមកពីខ្លួនឯងជាអ្នកធ្វើងាកមកវិញឯងថាជាកំហុសរបស់យើងទាំងអស់មែនទេសម្រុកចូលទៅម្ដងទៀតជាមួយនឹងកំបិតពុបពេញទៅដោយចំហាយធម្មពលកាប់មួយទប់រងគ្នាក្រវេះចេញកំបិតជាមួយនឹងលំពេងវាគ្នាចុះឡើងបន្តិចកាប់ចេញពេញមួយទំហឹងហ្វាងហួរកិច្ចផុតទៅខាងក្រោយបន្តហក់ចូលមកទៀតណាហ្វឹងបន្ទាប់ពីឃើញបែបនោះទាត់ចេញនៅកំណាត់ឈើមួយទៅទប់រងធ្វើឲ្យចៅឈៀវខ្ទាតមកខាងក្រោយវិញអាលអត់ឯងជាអ្នកណាហ៊ានលូកដៃមកចូលក្នុងរឿងរបស់ពួកយើងប្អូនហ្វឹងប្រញាប់រត់ភ្លាមទៅប្រយ័ត្នបាត់បង់ជីវិតព្រោះវាមិនមែនជារឿងរបស់ប្អូននោះទេទូប្រុសរបស់យើងក៏បានតបឲ្យខ្ញុំរតនាលោកគ្រូបានបញ្ជាត្រូវតែការពារប្រាសាទនៅលើភ្នំនេះប្រឈមមុខជាមួយនឹងចំហាយធម្មពលដូចគ្នាធ្វើឲ្យហ្វាងហួរក៏បានភ្លឺភ្នែកតែម្ដងបំផ្ទុះនៅធម្មពលដ៏ខ្មៅខ្មាញ់សសរដ៏ធំពីរក៏បានផុសឡើងមិនអាចទៅរួចនោះទេវាគឺជាសសរថ្មត្បូងពើសដែលស្ថិតនៅក្នុងអាណាចក្រអធិរាជប៉ុន្តែពេលនេះវាបានផុសឡើងទាំងពីរមើលទៅអាប្អូនម្នាក់នេះពិតជាមិនធម្មតានោះទេណាហ្វឹងអណ្ដាតខ្លួនទៅលើអាកាសបន្តទា
ទាញយកនូវធម្មពលចូលទៅក្នុងរាងកាយបើកភ្នែកមកវិញបំផ្ទុះនូវធម្មពលដ៏សន្ធោសន្ធៅរំជួយនៅទីនោះតែម្ដងក្តាប់ដៃទាំងពីរយ៉ាងណានជាមួយមុខដ៏មាំសសរទាំងពីរនៅសាងខាងចុះមកខាងក្រោមវិញដើរសំដៅទៅមុខ2 3 4 5ជំហានធ្វើឲ្យជោឈៀវមានការភ្ញាក់ផ្អើលបន្តិចថយទៅខាងក្រោយមួយជំហានដើរហ្វឹងជាមួយនឹងកែវភ្នែកដ៏កាចបន្តដើរចូលទៅទៀតជោឈៀវពេលដែលឃើញបែបនោះនៅចាំអីទេដាក់មេព្រៃដួតតែម្ដងហើយអ្វីក៏ប្រញាប់រត់ម្លេះខ្ញុំមិនទាន់ទាំងបានវាយផងពិតជាគួរឲ្យធុញមែនហ្វាងហួរក៏បានធ្វើការគោរពអរគុណដំបូងខ្ញុំស្មានថាអ្នកប្រុសជាក្មេងធម្មតាតាមពិតគឺជាមនុស្សដែលមានកម្រិតធម៌ពលដ៏អស្ចារ្យម្នាក់មែនហើយរៀមច្បងខ្ញុំក៏ធ្លាប់គិតបែបនោះដែរស្របពេលនោះសម្លេងរបស់អ្នកម្នាងក៏បានមកលើឡើងពីក្នុងរទេះនៅវ័យក្មេងបែបនេះមានកម្រិតធម៌ពលដ៏អស្ចារ្យពិតជាសំណាងណាស់ក៏អាចចាត់ទុកថាជាមនុស្សដែលមានទេពកោសល្យពូកែម្នាក់នៅក្នុងទីក្រុងស៊ីបន្ទាប់មកក៏បានដើរចុះមកបង្ហាញនៅសម្រស់របស់នាងធ្វើឲ្យណាហ្វឹងភ្ញាក់ផ្អើលឡើងចំហមាត់ដែលឈ្មោះរបស់នាងគឺជាលីហួរមី